ចោះពីក្រោមvậyនេះឃើញទេចោះពីក្រោមអញ្ចឹងដើម្បីឲ្យទឹកដែលស្រោចស្រពហ្នឹងវាហូរចេញវិញហ្នឹងទៅបើសិនជាទឹកច្រើនពេកអញ្ចឹងទៅហើយអាខាងក្រោមនេះគឺជាធ្នើសម្រាប់បង្ហូរទឹកដែលសល់ហ្នឹងហូរទៅក្រោយចាក់ចោលអញ្ចឹងទៅបងប្អូននៅក្នុងប្រទេសកូរ៉េពេញប៉ោះមួយដើមហ្នឹងអាចរកចំណូលឲ្យជនជាតិកូរ៉េក្នុងចន្លោះពី$50ទៅ$100ពីព្រោះក្នុងពេញប៉ោះមួយដើមហ្នឹងវាអាចប្រមូលផលផ្លែក្នុងមួយឆ្នាំពីចន្លោះ10ទៅ15គីឡូហើយក្នុងប្រទេសកូរ៉េតម្លៃពេញប៉ោះក្នុង1គីឡូហ្នឹងមានតម្លៃ$4អញ្ចឹងយើងគុណមើលទៅ$4គុណឲ្យ15គីឡូវាអាចចូលក្នុងចន្លោះ$60ប៉ុន្តែនេះ$60នេះ15គីឡូនេះខ្ញុំគិតក្នុងតម្លៃក្នុងកម្រិតទាបទេប៉ុន្តែពេញប៉ោះនេះអាចច្រើនជាងនឹងទៀតបងប្អូនតែមើលតែក្នុងវីដេអូនេះទៅក្នុងមួយដើមវាហ្នឹងយើងអាចប្រមូលផលបានរហូតអាផ្លែទី1ចេះតែទុំទៅអាចកោមទី2ចាស់អាចកោមទី3ខ្ចីអាលើចេះតែក្តឹបផ្កាបន្តគ្នារហូតអញ្ចឹងណាបងប្អូនយើងគិតមើលទៅប្រមូលផលតាំងពីខែ12រហូតដល់ខែ8អញ្ចឹងវាចូល8 9ខែហើយយើងប្រមូលផលរហូតហើយចំពោះការដាំរបស់គេហ្នឹងគឺគេចាប់ដើមដាំពីខែ9ទៅក្នុងចន្លោះថ្ងៃទី9ទី10ហ្នឹងគេចាប់ដើមដាំហើយអញ្ចឹងការដាំរបស់គេហ្នឹងរហូតដល់ខែ12ទើបបានប្រមូលផលហើយការដាំអត់យូរទេបងប្អូនក្នុងរយៈពេលត្រឹមតែ2សប្តាហ៍ចេញផ្កាបងប្អូននេះដូចនៅក្នុងរូបនេះអញ្ចឹងក្នុងវីដេអូដែលខ្ញុំបង្ហាញនេះអញ្ចឹងគឺក្នុងរយៈពេលតែ2សប្តាហ៍ទេចេញផ្កាហើយអញ្ចឹងរហូតដល់ខែ12ហ្នឹងបានយើងចាប់ដើមប្រមូលផលអញ្ចឹងណាបងប្អូនហើយចំពោះការដាំដើម្បីឲ្យបានប្រមូលផលច្រើនដូចក្នុងប្រទេសកូរ៉េអញ្ចឹងគឺគេអត់មានដាំអីញ៉ៃដូចយើងនៅស្រុកទេគេដាំតែលើសកៃដូងទេកត្តាដែលសំខាន់នៅក្នុងការឲ្យពេញប៉ោះនឹងប្រមូលផលបានច្រើននោះគឺការប្រើប្រាស់ជីបងប្អូនចំណុចទី1ហ្នឹងគឺការប្រើប្រាស់ជីហើយចំណុចទី2ហ្នឹងគឺការគ្រប់គ្រងសីតុណ្ហភាពបងប្អូនដឹងហើយនឹកថានៅក្នុងប្រទេសកូរ៉េគឺមានសីតុណ្ហភាពត្រជាក់ខ្លាំងរហូតដល់កកប៉ុន្តែគេអាចនៅតែឲ្យពេញប៉ោះនៅក្នុងហៅស៊ឺហ្នឹងមានជីវិតនឹងវាល្អអញ្ចឹងណាបងប្អូនពីព្រោះនៅក្នុងហៅស៊ឺប្រទេសកូរ៉េនេះគេមានប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពត្រជាក់ក្តៅមួយសេតនៅនឹងតែម្ដងបងប្អូនបើសិនជាត្រជាក់គេប្រើម៉ាស៊ីនកម្ដៅបើសិនជាវាក្តៅគេអាចបើកតបូលឲ្យវាខ្យល់ចេញចូលហើយមានដង្ហាលបាញ់ទៅវិញទៅមកអញ្ចឹងណាបងប្អូនហើយវាជាការចំណាយមួយយ៉ាងច្រើនដែរនៅក្នុងខែត្រជាក់ខែក្តៅហ្នឹងប៉ុន្តែតម្លៃផលិតផលដែលគេប្រមូលផលបានហ្នឹងក៏វាថ្លៃតាមហ្នឹងអញ្ចឹងណាបងប្អូនហើយដើម្បីឲ្យពេញប៉ោះហ្នឹងវាមានប្រវែងរហូតដល់ទៅ7-8ម៉ែត្រតែវាអត់ដួលទៅណាបងប្អូនអញ្ចឹងគឺយើងត្រូវតែរុំខ្សែវាបងប្អូនហើយនេះគឺជាខ្សែដែលយើងយកមករុំវាមានប្រវែង10ម៉ែត្រប៉ុន្តែចំពោះពេញប៉ោះវាអត់ដល់10ម៉ែត្រទេវាតុង7-8ម៉ែត្រអញ្ចឹងណាបងប្អូនហើយចំពោះការរុំគឺយើងរុំបែបនេះបងប្អូនយើងរុំបែបនេះប៉ុន្តែពេញប៉ោះនេះវានៅតូចឡើយទេវាអត់ទាន់ធំទេគឺយើងរុំអញ្ចឹងដល់ពេលវាលូតទៅលើទៀតយើងចាប់ដើមរុំទៀតទៅលើទៀតយើងចាប់ដើមរុំទៀតអញ្ចឹងណាបងប្អូនហើយវាមានដុះត្រួយទូចដែរបងប្អូននេះតាមគល់ហើយតាមដៃវានេះក៏មានដុះដែរប៉ុន្តែយើងអត់ទុកទេគឺយើងផ្ដាច់ចោលទាំងអស់យើងទុកតែមួយដើមទៅលើបានហើយបងប្អូនហើយពេលនៅទូអញ្ចឹងយើងរៀងបធូរខ្សែពីក្រោមដល់ពេលវាធំតិចទៅយើងអត់អាចបធូរហូតតាមក្រោមវាទេអញ្ចឹងយើងទម្លាក់ពីលើមកវិញហើយបើបងប្អូនចង់ដឹងពីបច្ចេកទេសនៃការដាំពេញប៉ោះនៅក្នុងប្រទេសកូរ៉េហើយតកតងនឹងការថែទាំបច្ចេកទេសផ្សេងបងប្អូនអាចឆាតឬក៏អាច comment នៅខាងក្រោមបានខ្ញុំធ្វើវីដេអូបង្ហាញបន្តទៀតអញ្ចឹងណាបងប្អូនបាយជម្រាបលាបងប្អូនហើយកុំភ្លេចជួយ follow page ម្នាក់មួយផងគឺ subscribe វីដេអូនៅលើ channel YouTube ក៏បានដែរខ្ញុំនឹងធ្វើបង្ហាញបន្តទៀតតកតងជាមួយនឹងបច្ចេកទេសដាំដំណាំនៅក្នុងប្រទេសកូរ៉េបងប្អូនអរគុណបាយជម្រាបលាបងប្អូន